រឿងផ្កាយក្រោមមេឃហាមលួចចម្លងដោយគ្មានការអនុញ្ញាតនិពន្ធនឹងរៀបរៀងដោយនេះភាគទី28វគ្គចាក់ចេញដើម្បីអនាគតជំរាបសួរលោកស្រីផាត់លីនចាស់លោកគ្រូពេទ្យអញ្ជើញចូលមកខាងក្នុងកូនផ្កាកុំទាន់អើទៅសម្រាប់អីកូនមកទទួលលោកគ្រូពេទ្យសិនផ្កាកំពុងបំរុងចេញទៅបន្ទប់ខ្លួនដើម្បីសម្រាកចំពេលលោកគ្រូពេទ្យមកពិនិត្យជំងឺម្ដាយខ្លួនល្មមលោកគ្រូពេទ្យតើជំងឺម៉ាក់ខ្ញុំយ៉ាងម៉េចដែរតែលទ្ធផលដែលពិនិត្យនោះចេញថ្ងៃនេះមែនទេក្មួយផ្កាអាចនិយាយជាមួយខ្ញុំបន្តិចបានទេអញ្ជើញមកខាងក្រៅចាស់បានតើម៉ាក់ខ្ញុំមានអ្វីមែនទេលោកគ្រូពេទ្យប្រគល់ក្រដាស់លទ្ធផលទៅឲ្យស្រស់ស្រាយទាំងទឹកមុខសោកស្ដាយដែលធ្វើឲ្យនាងតូចកាន់តែបារម្ភម៉ាក់របស់អ្នកនាងចាំបាច់ត្រូវតែបញ្ជូនទៅពេទ្យធំនៅឯទីក្រុងជាចាំបាច់ព្រោះខ្ញុំប្រឹងអស់ពីសមត្ថភាពហើយចុះអ្នកម៉ាក់ខ្ញុំឈ្មោះអីទៅលោកគ្រូពេទ្យខ្ញុំសមត្ថភាពមិនគ្រប់គ្រាន់ពិតជាមើលមិនដឹងពិតមែនថាលោកស្រីផាត់ឈឺអ្វីសូមអធិស្ឋានផងក៏បានន័យថាលទ្ធផលតេស្តឈាមមិនឃើញអីចាំបាច់ត្រូវទៅថតម៉ាស៊ីនពិតទេលោកគ្រូពេទ្យនាងតូចបានសម្លឹងទៅម្ដាយពីចម្ងាយដោយសេចក្តីខ្វល់ខ្វាយនាងដឹងក្នុងចិត្តថាក្រុមគ្រួសារនាងនៅឯនសមានបាត់បង់អំណាចនិងបាត់បង់ចំនួនជាច្រើនទៅក្នុងដៃអាថុកអស់ទៅហើយចំណែកប្រាក់ខែបងនាងក៏មិនគ្រប់គ្រាន់សម្រាប់ថ្លៃព្យាបាលឡើយមួយសន្ទុះក្រោយពីការសម្រេចចិត្តរួចរាល់នាងបានណាត់លោកថៅកែម្ដងទៀតនៅឯភូមិគ្រឹះលោកថៅកែសុទ្ធតែអង្គរៈមុខឈាមពួកនេះវាសាហាវណាស់ជាអ្នកលេងពេញទីហើយនីទីនដែលមានពុកមាត់ស្រមាមនឹងចំណិតលោកថៅកែកំពុងមករីកាទាំងតក់ក្រហល់លោកថៅកែទៀននាងតូចលើកមុននោះបានមកម្ដងទៀតហើយកំពុងរងចាំនៅខាងក្រៅទៀនអង្គរៈលោកថៅកែយោនបានឲ្យផ្កាចូលមកក្នុងដើម្បីពិភាក្សាខ្ញុំដឹងក្នុងចិត្តថានាងច្បាស់ជាមកនិយាយរឿងកាលពីថ្ងៃមុនមែនទេលោកសួរទៅកាន់នាងតូចដោយអង្គុយកងពាក់ខ្លាដៃកាន់កែវទឹកយ៉ាងសង្ហាសោះសង្កើយត្រូវហើយបើខ្ញុំធ្វើតាមសំណើលោកឲ្យខ្ញុំប៉ុន្មានទៅសួរបានល្អណាស់នាងតូចពិតជាក្លាហានមែនបើនាងព្រមចាក់ចេញនោះយើងនឹងឲ្យតាមនាងត្រូវការខ្ញុំធ្វើតាមសំណើលោកតែលោកត្រូវតែធ្វើតាមសំណើខ្ញុំវិញដូចគ្នានាងគ្មានសិទ្ធិលើកសំណើមកកាន់យើងទេនាងតូចព្រោះយើងកំពុងតែមានឥទ្ធិពលជាងឯងលោកថៅកែម្នាក់នេះសែនចិត្តអាក្រក់ក្រៃចូលចិត្តបង្ខំអ្នកដទៃឲ្យធ្វើតាមខ្លួននាងតូចដឹងថាខ្លួនកំពុងតែយកអទិលអន្ទាក់កំពុងតែសថត់នៅមាត់ខ្លាលោកថៅកែមិនទាន់ស្ដាប់សំណើខ្ញុំទេហេតុអីត្រូវមកនិយាយដូចនេះដែរខ្ញុំមានសំណើពីរតែប៉ុណ្ណោះបើចឹងឆាប់និយាយមកគឺខ្ញុំចង់ឲ្យលោកថៅកែអនុញ្ញាតឲ្យខ្ញុំនិងអាយុហឺដើរលេងមួយថ្ងៃពេញដោយមិនមានការរំខានអ្វីទាំងអស់ចាត់ទុកថានេះជាការជួបជុំគ្នាជាលើកចុងក្រោយទៅខ្ញុំមិនរំខានអាយុហឺទៀតឡើយចំណែកមួយទៀតគឺអាយុហឺចង់ធ្វើជាប៉ូលីសមិនមែនអ្នកជំនួញផ្លូវងឹតដូចលោកទេបើលោកចង់ឲ្យកូនប្រុសលោករៀបការតាមសំណើលោកក៏ត្រូវឲ្យគេរើសការងារមួយដែលគេស្រឡាញ់ដូចគ្នាហេតុអីនាងថាយើងធ្វើជំនួញផ្គូងឹតលោកថៅកែអាចលាក់បាំងអំពើខ្លួនបានចំពោះតែអ្នកផ្សេងតែប៉ុណ្ណោះប៉ុន្តែសម្រាប់ខ្ញុំលោកមិនអាចលាក់បានឡើយខ្ញុំថែមទាំងដឹងថាលោកកំពុងតែស្ដុករបស់ខុសច្បាប់ជាច្រើននិងជំនួញពេជ្ររបស់លោកសុទ្ធតែជាពេជ្រคล้ายៗទៀតផងខ្ញុំនឹងមិនទម្លាយអាចកំបាំងនេះជាដាច់ខាតបើសិនលោកឲ្យយូហឺរៀនផ្នែកប៉ូលីសហើយខ្ញុំនឹងចាក់ចេញភ្លាមលោកគិតមើលទៅបើខ្ញុំនៅតាក់ទងជាមួយយូហឺអាចនឹងឲ្យលុយច្រើនជាងលោកឲ្យទៅទៀតហើយគេនឹងធ្វើអ្វីតាមខ្ញុំទាំងអស់ព្រោះគេកំពុងតែស្រឡាញ់ខ្ញុំខ្លាំងណាស់តើសំណើនេះល្មមអាចឲ្យលោកគិតបានទេលោកថៅកែមុខក្រហមងើយទ្រាំមិនបានកែវទឹកកំពុងតែកាន់នៅដៃលឺសូប្រាវកនាងតូចស្ទើរតែរបូតចេញពីក្បាលនិងស្លាក់ខ្យល់ស្លាប់ដោយសារកម្លាំងដៃច្របាច់របស់ថៅកែប៉ុន្តែសំណាងល្អដែលអាយុហឺមកទាន់សភាពការនាងផ្កាតូចក្អកនឹងត្រដាប់ត្រដួសជាពន់ពេកជ្រុលមាត់និយាយអំពើអាក្រក់លោកថៅកែស្ទើរគ្មានសល់ដែលធ្វើឲ្យអាយុហឺបើកភ្នែកធំអំពីអាចកំបាំងទាំងនេះអង្គរៈថៅកែធំបានយកកាំភ្លើងមកជង់ជាប់ប៉ុន្តែនាងតូចហាក់មិនអីបន្តិចសោះព្រោះអាយុហឺបានយកខ្លួនមកបាំងនឹងមុខកាំភ្លើងប៉ុន្តែគ្រាប់កាំភ្លើងឮសូរផាំងទៅលើដំបូលលោកថៅកែឲ្យខ្ញុំចាត់ការទេទៀនចាប់អ្នកប្រុសឯងទៅក្នុងបន្ទប់ចាក់សោឲ្យជាប់គ្មានការអនុញ្ញាតពីយើងអ្នកណាក៏មិនឲ្យដោះលែងដែរប៉ាទៀនលែងយើងទៅអាចង្រៃលែងយើងអាយុហឺបានរើបំរាស់ផងស្រែកលោឡាផងព្រោះតែអង្គរៈថៅកែយោនចាប់ក្រៀកជាប់លោកថៅកែបានខាត់ឲ្យអង្គរៈខ្លួនកុំចូលមកញ៉ៃញ៉ៃពេលលោកនិយាយជាមួយផ្កាជាដាច់ខាតផ្កាបានធ្វើមុខហេមិនភ័យខ្លាចអីឡើយថែមទាំងនិយាយឌឺដងលោកឃើញទេថាកូនប្រុសលោកសុកចិត្តមករងគ្រាប់កាំភ្លើងតែសំណើខ្ញុំយ៉ាងម៉េចដែរបានយើងយល់ព្រមសំណើនាងទាំងពីរប៉ុន្តែនាងត្រូវតែលុបភស្តុតាងទាំងអស់និងធានាថាមិនបែកការជាដាច់ខាតលោកថៅកែនិយាយដោយម៉ាត់នាងតូចញញឹមដោយទឹកមុខសោះអង្គើយរួចក៏បន្ត
ខ្ញុំគិតរួចហើយថាលោកច្បាស់ជានិយាយរឿងនេះខ្ញុំក៏មានលក្ខខណ្ឌដោះដូរដូចគ្នានាងឯងហេតុអីល្បិចច្រើនយ៉ាងនេះបើលោកមិនចង់ធ្វើក៏ហីទៅចឹងខ្ញុំនឹងបង្ហោះពេញពិភពលោកដល់ពេលនោះលោកគ្មានជើងឈរត្រង់នេះមកនិយាយបែបនេះដាក់ខ្ញុំទៀតនោះទេបានយើងព្រមលោកថៅកែព្រមទាំងមកម៉ៅក្នុងចិត្តព្រោះកន្លងមកគ្មានអ្នកណាហ៊ានមកក្រអើតក្រទុំបែបនេះឡើយផ្កាយកក្រដាស់ដែលត្រៀមជាស្រេចចេញមកដោយនិយាយបន្តលោកនិយាយតែមាត់ខ្ញុំមិនជឿទេនាងបានហុចបិចទៅឲ្យថៅកែពេលលោកអានកិច្ចសន្យារបស់នាងនឹងលោកចប់លោកក៏សុយញេនឹងផ្តិតមេដៃនាងបានយកច្បាប់ដើមទុកនិងទុកសញ្ញាចម្លងទុកនៅលើទៅឲ្យថៅកែលោកថៅកែខ្ញុំសង្ឃឹមថាលោកនឹងគោរពតាមកិច្ចសន្យាមួយនេះជាពិសេសគឺចុងក្រោយដែលជាលក្ខខណ្ឌដោះដូររវាងភស្តុតាងលោកមិនត្រូវបង្ខំចិត្តយូហឺឲ្យរៀបការជាដាច់ខាតថារួចនាងក៏ដើរចេញនឹងហៅតាក់ស៊ុយត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពងាកមកមើលនារ៉ាស៊ុយវិញតាមនាងតូចគ្រប់ជំហានបានរាយការណ៍គ្រប់ដំណើរទាំងអស់ទៅខាងសាម៉ាន